ជំរាបសួរថ្ងៃនេះចង់មកណែនាំពីប្រភេទវែកខ្ចប់ដើមឈើឲ្យភ្ញៀវណាចង់បងប្អូនគឺយើងច្រកថងហើយយើងយកស្កុតមករុំពីលើម្ចំទៀតដើម្បីឲ្យវារឹងមាំកុំឲ្យដីវាកក្រើកដើម្បីទៅដល់ភ្ញៀវហើយវាឲ្យលងដីឬទៅផ្សេងដើមទៅផ្សេងអញ្ចឹងតែយើងរុំបែបនេះយើងមានសមត្ថភាពជាងហើយតើពេលកែស្កុតចេញមកគឺដីវានៅល្អទាំងអស់បែបនេះគឺល្អបំផុតហ្នឹងគឺរូបស្អាតហើយយើងអាចផ្ញើទៅដល់ណាចង់អ្នកបោះបោកមិនក៏អត់ធ្លាក់បែកដែរគឺប្រភេទរុំដើមឈើណាចាគឺសមត្ថភាពល្អបំផុតរួចហើយយើងអាចយកមកដាក់ត្រៀបនៅក្នុងកេះយើងយកកេះមកហើយយើងត្រៀបដាក់កេះចឹងទៅត្រៀបដាក់កេះរួចបានយើងយកខ្សែអីមកចងគល់ចងដើមវាភ្ជាប់គ្នាឲ្យវាទូចបន្តិចមកហើយយើងរុំស្កុតពីលើកេះហ្នឹងគឺវែកខ្ចប់បែបនេះគឺល្អបំផុតគឺសមត្ថភាពហ្នឹងគឺសម្រាប់ខ្ញុំគឺវែកខ្ចប់អញ្ចឹងអ្នកផ្សេងខ្ញុំមិនដឹងទេបើថាខ្ញុំផ្ទាល់គឺខ្ញុំធ្វើអញ្ចឹងគ្រប់ដើមឈើមិនថាចាប់ពីមួយដើមឡើងគឺធ្វើវែកខ្ចប់ស្អាតអញ្ចឹងគឺធានាគុណភាពសមត្ថភាពចុះដាក់ជាកេះរួចហើយយើងក៏ទៅដឹកជូនដល់ក្រុមហ៊ុនដឹកជញ្ជូនទៅគឺបែបនេះអរគុណច្រើន